ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីរសៀលថ្ងៃទី30ខែធ្នូឆ្នាំ2025បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈមួយចំនួនពីលោកជំទាវ ឈឹមពៅ សុកាន់ឌីអគ្គនាយិកានៃវិទ្យុជាតិកម្ពុជាដើម្បីនាំយកបន្តទៅចែកជូនដល់វីរៈកងទ័ពនៅតំបន់ព្រំដែនជួរមុខនិងបងប្អូនជនភៀសសឹកពីផ្ទះសម្បែងហើយបានមកស្នាក់នៅក្នុងជំរំភៀសសឹកតាមបណ្ដាខេត្តនានាអំណោយដែលថ្នាក់ដឹកនាំមន្ត្រីរាជការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានាំមកជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននាឱកាសនេះរួមមានអង្ករ6តោនទឹកសុទ្ធ100កេសបបរសណ្តែកកំប៉ុង50កេសមីអូម៉ាឈី30កេសនំ UN ចំនួន3កេសនិងក្រមាចំនួន500ឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាតាំងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ឈឹមពៅ សុកាន់ឌីនិងសហការីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលបានផ្ដល់ជាជំនួយគ្រឿងឧបភោគបរិភោគនិងសម្ភារៈមួយចំនួនមកក្រសួងព័ត៌មានទឹកចិត្តដ៏ល្អប្រពៃនេះបានបង្ហាញពីមនោសញ្ចេតនាសេចក្តីរាប់អាននិងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវនិងសហការីលើការងារសប្បុរសធម៌និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មានជាពិសេសដើម្បីចែកជូនដល់វីរៈកងទ័ពនិងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែនជាថ្មីម្ដងទៀតឯកឧត្តមរដ្ឋមន្ត្រីបានជូនពរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងកិច្ចការងារផ្សព្វផ្សាយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឈានឆ្ពោះទៅមុខនិងប្រកបដោយសុខសន្តិភាពលោកជំទាវ ឈឹមពៅ សុកាន់ឌីអគ្គនាយិកាវិទ្យុជាតិកម្ពុជាមានមោទនភាពដែលបានចូលរួមជាកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយយើងទាំងអស់គ្នាឈរលើស្មារតីខ្មែរជួយខ្មែរតាមរយៈការបន្តចូលរួមគាំទ្រនិងឧបត្ថម្ភដល់សកម្មភាពការងារមនុស្សធម៌របស់ក្រសួងព័ត៌មានដោយផ្ដល់ជាអំណោយជូនដល់វីរៈកងទ័ពកំពុងឈរជើងនៅតំបន់ជួរមុខដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់